ថ្លៃបង្គំលោកគ្រូចាតកាជាទីគោរពរាប់អានថ្ងៃចម្រើនពងអូនទាំងពីរដែលបានសូនមកសម្ភាសនេះគឺប្រវត្តិក្នុងការសិក្សាភាសាបាលីឬក៏ការបើកសាលាពុទ្ធកៈនៅវត្តប្រាសាទសំណាល័យហើយវត្តខ្ចាស់យើងនេះគឺមិនអត់មានទេអត់មានអូនដែលធម្មវិន័យមានខ្លះអូធម្មវិន័យមានខ្លះដែលអាត្មាបានចូលមកបួសនៅក្នុងវត្តប្រាសាទសំណាល័យនេះចំណិនលោកគ្រូរ៉ែមរ៉ែនតែមានខ្លះធម្មតែភាសាបាលីអត់មានទេអូអរគុណចឹងសូមដល់ជំនួសទី2តាមមូលហេតុអ្វីដែលលឹមបណ្ដាលដឹកប្រតិបានគុណនោះថាចង់បើកសាលាពុទ្ធកៈដោយជំនះរហូតដល់ធ្វើសាលាកសាងសាលានោះគឺណាសូមរត់ទៅមុនអូបងហើយក្នុងការបើកសាលាពុទ្ធកៈនេះដែលអាត្មាបានចូលមកបួសហើយបានទៅសិក្សាក្នុងភាសាបាលីនេះឃើញថាដើម្បីផ្សព្វផ្សាយឱវាទរបស់ព្រះសម្មាសម្ពុទ្ធគឺធ្វើនឹងវិន័យនេះដោយព្រះគ្រូចៅអត្តកាព្រះអង្គមានព្រះសង្ឃដីកាថាដើម្បីឲ្យអ្នកបួសជំនាន់ក្រោយឲ្យបានទទួលបាននូវចំណេះដឹងណាហ្នឹងនេះគឺជារឿងសំខាន់មួយទៀតគឺដូចគោលបំណងដែលបើកនឹងគឺដូចមកបានជំរាបអញ្ចឹងគឺដើម្បីផ្សព្វផ្សាយឱវាទព្រះសម្មាសម្ពុទ្ធដល់សត្វវណ្ណៈគ្រប់មនុស្សទាំងអស់ឲ្យបានចូលមកសិក្សារៀនសូត្រស្វែងយល់អំពីព្រះធម៌និងវិន័យរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហើយក៏ដូចជាការជួយផ្សព្វផ្សាយព្រះពុទ្ធសាសនាយើងឲ្យបានផ្សព្វផ្សាយទៅដល់ពុទ្ធបរិស័ទដែលដោយព្រះអង្គសម្ដែងថាពុទ្ធបរិស័ទណាដែលជ្រះថ្លាហើយក៏យើងជាបុព្វជិតហ្នឹងក៏ធ្វើឲ្យរឹងរិតទៅជ្រះថ្លាឡើងហើយពុទ្ធបរិស័ទណាដែលមិនទាន់ជ្រះថ្លាក៏យើងខិតខំធ្វើឲ្យពុទ្ធបរិស័ទទាំងនោះឲ្យមានសទ្ធាជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនាជាពិសេសគឺការជួយជ្រោមជ្រែងប្រសង់ក្នុងការសិក្សារៀនសូត្រក្នុងភាសាបាលីឬក៏ឱវាទព្រះសម្មាសម្ពុទ្ធនឹងផងណាអរគុណច្រើនណាអញ្ចឹងមូលហេតុដែលគុណចង់បើនឹងដើម្បីឲ្យផ្សព្វផ្សាយនៅពុទ្ធសាសនាណាជាធម្មតាតើពុទ្ធសាសនាបើថាអត់រៀនពីបាលីហើយអត់បើកសាលាពុទ្ធកៈហើយគឺអត់មានអ្នកចេះដឹងពីពុទ្ធវចនៈមិនអញ្ចឹងណាបងសំខាន់ណាស់ទេតែយើងបានកាន់ប៉ុន្តែយើងអត់បានដឹងពីអត្តន័យឬក៏អត្ថព្រោះនៃវិធីដែលធ្វើនឹងវិន័យដែលព្រះអង្គបានសម្ដែងទុកនៅក្នុងបត្រៃបីដកណាណាគុណណាអរគុណច្រើនណាអញ្ចឹងយើងឮទៅសូត្រអ្នកមោតស័ព្ទនឹងថាមានន័យថាម៉េចបងចាបាទណាហើយណាអរគុណហើយសូមចូលដល់សំណួរទី3ចំពោះដែលគុណបើកសាលាពុទ្ធកៈហ្នឹងតើគុណមានគ្រូគ្រប់គ្រាន់ហើយឬនៅហើយឬក៏តើគ្រូហ្នឹងគឺតែងទៅត្រៀមគ្រូផ្នែកណាខ្លះណាសូមរត់មានមុនបងក្នុងការបើកសាលាពុទ្ធកៈហ្នឹងគឺសម្រាប់អាត្មាបានគិតថាក្រុងតុកណាទី1គឺដើម្បីឲ្យបងប្អូនដែលបានសិក្សាមុនដែលគិតមានចំណេះដឹងជំនាញនិងក៏ហៅជើងគឿនដែលគិតមានសមត្ថភាពហ្នឹងក៏បីតែគិតនៅឃុំណាស្រុកណាក៏ដោយក៏จะមានសទ្ធាចូលមកចូលរួមបង្ហាត់បង្រៀនណាដើម្បីជួយលើកស្ទួយដល់ឧបសមណៈឬក៏អន្តិតដែលអ្នកបានសិក្សាទៅហ្នឹងឲ្យជួយលើកស្ទួយកុំឲ្យយកចំណេះវិជ្ជាដែលសិក្សាបានហ្នឹងយកទៅចោលហើយដើម្បីជួយដល់សមណៈសិស្សនិងសិស្សចំនួនក្រោយទៀតណានឹងឯងក្រងបើយើងបានថាសាលាពុទ្ធកៈនេះគឺយើងយកគោលគឺភាសាបាលីតែយើងក៏មិនមែនត្រឹមតែសិក្សាភាសាបាលីទេតែមានមុខវិជ្ជាបរទេសគឺភាសាអង់គ្លេសហើយនិងបច្ចេកវិទ្យាគឺផ្នែកកុំព្យូទ័រហើយនិងមុខវិជ្ជារដ្ឋមុខវិជ្ជារដ្ឋតែយើងក្រុងទុកនោះប្រហែលជាអាចក្រុងត្រឹមគ្រូ3នាក់ណាហើយគ្រូគោលមួយសម្រាប់ភាសាបាលីហ្នឹងឯង
ក្រងដែលសារតែសាលាអត់ទាន់រួចទៅយើងក្រងទឹកដើម្បីថាដល់យើងហ្នឹងយើងតាក់ទងដើម្បីរកគ្រូណា ណាណា អូដើម្បីឲ្យមកជួយតែសម្រាប់ថ្នាក់ខ្ញុំអីគុណទៅពីអង្គនេះតំរួចទេតំរួច ណាអរគុណច្រើនណាអញ្ចឹងចំពោះសាលាដែលគុណកំពុងតែដំណើរការកសាងហ្នឹងបានប្រមាណភាគរយហើយមើលទៅ អូសាលាហ្នឹងបើគិតមកដល់ពេលហ្នឹងយើងទៅតែឡើងក្រុមឆ្អឹងចក្រវត្តដើម្បីរៀបចំបាំងប្រក់ហ្នឹងគឺយើងនៅច្រើនបើយើងគិតទៅបានតែ 40% 40% អូ ណា បានតែ 40% ណាអរគុណច្រើនណាបានហើយសូមចូលដល់សំណួរទី4បាទតែនៅក្នុងការបើកសាលាពុទ្ធកៈហ្នឹងតើគុណត្រូវមានជាកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់សាលាក្នុងមួយឆ្នាំដែរទេក្នុង សាលារៀនមួយមិនថាខាងរឿងមិនថាខាងពុទ្ធកៈយើងទេណាគឺយើងត្រូវតែមានកញ្ចប់ថវិកាដើម្បីទ្រទ្រង់សាលាអូហើយកញ្ចប់ថវិកាហ្នឹងគឺដោយសប្តាហ៍ថ្ងៃហ្នឹងគឺស្មាបានរៀបចំបង្កើតនៅយុវវ័យមួយផ្នែកនេះដើម្បីជាឆ្អឹងមួយណាគេហៅថាជំទាល់មួយសិនហើយមួយផ្នែកទៀតគឺចៅវត្តកាជាមួយនឹងលោកអាចារ្យគណៈកម្មការយើងសហការគ្នាទៅយើងគិតថានឹងអាចមានកញ្ចប់ថវិកាពីកញ្ចប់យើងអាចទប់ទល់បានណាជាពិសេសគឺធ្ងន់ពីគ្រូចតកាចង្ហាន់ផងត្រូវត្រង់ផងពេលគឺបានមានសង្ឃលេខាហើយចាស់ហើយដឹងជាធ្វើអីទឹកទៅចំនួនក្រោយនេះហើយក្នុងការកសាងនេះព្រះអង្គក៏ចំណាយថវិកាផ្ទាល់មួយចំនួនចូលជិត$20,000ហើយចូលជិត$20,000នេះច្រើនបានថវិកាព្រះអង្គផ្ទាល់ហ្នឹងហើយបានលោកខំប្រឹងប្រែងណាអរគុណច្រើនណាហើយក្នុងការចំណាយជាកញ្ចប់ថវិកាគុណអាចនិយាយតម្លៃបានថាមួយឆ្នាំគុណត្រូវចំណាយប៉ុណ្ណាដែរបើតាមសាលាដែលយើងត្រូវការចំណាយណាជាពិសេសគឺទៅលើថវិកាគ្រូដែលយើងជួលមកណាដូចជាគ្រូរឿនណាឬក៏គ្រូផ្នែកមុខវិជ្ជាផ្សេងទៀតអាហ្នឹងយើងគិតទៅលើគ្រូដែលយើងជួលเนาะណាដែលយើងជួលអ្នកខ្លះក៏គេមានសភាទៅគេមកអាចមកបង្ហាត់គេមិនយល់ឬក៏មានតែយើងក៏ត្រូវមានការឧបត្ថម្ភដែរតិចទៅតិចឲ្យតាមច្រើនហ្នឹងឯងតែបើយើងមានសមត្ថភាពឲ្យគិតបើសិនតែគិតឲ្យទទួលយកបានគឺយើងទៅសិក្សាពីសារៈដតីទៀតដែលគេថាគេត្រូវឲ្យគ្រូហ្នឹងគិតជាម៉ោងឬក៏គិតជាខែណានោះបានយើងគណនាតែយើងក៏មួយឆ្នាំបើយើងគិតទៅវាអាច$2,000ជាងហ្នឹង$2,000ទៅ$3,000ហ្នឹងឯងវាមិនខុសទេណាក្នុងការចំណាយពីព្រោះសាលាគឺត្រូវការមិនមែនត្រឹមតែចំណាយទៅលើគ្រូទេគឺរដ្ឋបាលក្នុងការគ្រប់គ្រងការតុបតែងសាលាបន្តទៅទៀតណាហ្នឹងយើងមិនផ្ដោតទៅលើតែគ្រូតែមួយមុខទេនៅឯកសារអីទៀតហ្នឹងអូអញ្ចឹងគឺច្រើនណាអរគុណច្រើនណាហើយណាល្មមពួក$3,000គឺយើងដល់10ឆ្នាំយើងអស់តែ$30,000ហ្នឹងបាទអញ្ចឹងបើយើងក៏អត់ហ៊ានចំណាយគឺធនធានរបស់យើងគឺអត់មានទេគឺឮទៅពុទ្ធសាសនាតែធ្លាក់ចុះដោយសារយើងអត់បានបើកសាលាពុទ្ធកៈអត់បានរៀនសូត្រចេះដឹងហ្នឹងណាហើយមួយទៀតគេថាវិស័យពុទ្ធកៈសិក្សាឬក៏ថារៀនសូត្រនេះដូចយកអំបិលរបស់ក្នុងទឹកទន្លេណាបាទអត់មានចេញថាដាក់ទៅគឺសាបសុងហើយប៉ុន្តែបាទហ្នឹងហើយបាទប៉ុន្តែគេថាដូចជាថាដោះក្នុងសាលាផ្លែផ្លែក្នុងសង្គមបាទយើងចេញលទ្ធផលក្នុងសង្គមនោះវិញបាទដើម្បីឲ្យត្រួតត្រងឲ្យជួយសព្វផ្សាយក្នុងពុទ្ធសាសនាបានរីកចម្រើនណាអរគុណច្រើនហើយនៅក្នុងការបើកហ្នឹងគឺគុណបានរៀបរាប់ហើយថាត្រូវតែមានគ្រូខាងផ្នែកភាសាបាលីបរិញ្ញាខាងភាសាបាលីហើយបរិញ្ញាខាងពុទ្ធប្រវត្តិពុទ្ធវិន័យពុទ្ធសាសនាមួយហើយហ្នឹងគ្រូខាងភាសាបាទទាំងគុណអាចមានតែភាសាអង់គ្លេសឬក៏ភាសាផ្សេងៗថែមទៀតហ្នឹងណាហើយបើកថែមហើយនឹងគ្រូមួយទៀតគឺគ្រូកុំព្យូទ័រណាអញ្ចឹងគុណគឺមានកម្រង3ហ្នឹងហើយយើងមានបង្រៀនផ្នែកកុំព្យូទ័រដើម្បីឲ្យកូនពុកម៉ែបងប្អូនញាតិញោមពុទ្ធបរិស័ទគេអាចអញ្ជើញមករៀននៅក្នុងសាលាពុទ្ធកៈនឹងផងដែរណាហើយជាចុងក្រោយណាសូមអរគុណគុណចាស់
ដែលបានចូលរួមក្នុងការផ្សព្វផ្សាយពុទ្ធកសិក្សាហើយនឹងបើកមានឆន្ទៈបើកសាលាពុទ្ធកៈតែជាចុងក្រោយនេះសូមគុណមានសំណូមពរយ៉ាងណាចំពោះថ្នាក់ដឹកនាំឬក៏ញាតិញោមពុទ្ធបរិស័ទហើយកណ្ណាគុណចាស់ដែលជាអ្នករៀនសូត្រនោះឲ្យជោគជ័យនៅសាលាពុទ្ធកៈដែលណាខ្លះណាមកជាចុងក្រោយហ្នឹងគឺបើសំណូមពរដល់ព្រះគ្រូចៅអធិការគណៈកម្មការញោមអាចារ្យព្រមទាំងពុទ្ធបរិស័ទទាំងអស់យើងចូលរួមគ្នាដើម្បីជួយគ្នាដោយវិធីសាស្ត្រណាដើម្បីឲ្យបានដំណើរការសាលាពុទ្ធកៈយើងនេះដំណើរការទៅឲ្យបានរលូនព្រោះយើងមានតែសាមគ្គីគ្នាទេទៅអាចទៅរួចបានណាពីព្រោះថាការសាមគ្គីដូចញោមបានកសាងសមិទ្ធផលផ្សេងៗក្នុងវត្តរហូតដល់សាលាពុទ្ធកៈដែលញោមបានចូលរួមខ្លះ 10,000 20,000 30,000 100 200 500 1000ក៏មានដែរណាហ្នឹងហើយគិតតែយើងចូលរួមសាមគ្គីគ្នាបន្តទៅទីបន្តិចយើងគិតថាសាលាយើងនឹងដំណើរការទៅមុខបានណាជាពិសេសគឺព្រះអង្គគ្រូហ្នឹងឯណានឹងញោមអាចារ្យគណៈកម្មការចូលរួមទាំងអស់គ្នាណាចូលរួមទាំងអស់គ្នាតិចក្តីច្រើនក្តីតាមកម្លាំងសទ្ធាក្តីគឺកម្លាំងប្រាជ្ញាក្តីណាតែយើងចូលរួមដោះស្រាយគ្នាបានទៅរួចណាអរគុណច្រើនណាអរគុណច្រើន